ប្រូកំពុងធ្វើអីហ្នឹងកុំមាត់យើងកំពុងតែលួចគោហ្នឹងណាលួចគោអត់ខ្លាចម្ចាស់គេមិនតាន់ទេមិនអីទេម្ចាស់គេមិននៅទេបើអញ្ចឹងឯងចង់ចូលរួមអត់ចូលរួមមិនទៅបើខ្ញុំអត់ចេះធ្វើចោលផងហ្នឹងឯងកុំភ័យរឿងហ្នឹងចាំយើងមករៀនបើអញ្ចឹងឯងឆាប់ចូលទៅតែខ្ញុំមិនហ៊ានទេខ្លាចអីឯងទៅទុកយើងអ្នកយាមផ្លូវឲ្យកុំមកពីអាលវ៉ាកាយើឲ្យឯងទៅលួចគោមិនមែនឲ្យឯងទៅនិយាយជាមួយនឹងកូនគោទេឆាប់ឲ្យលឿនទៅម្ចាស់គេមកតន់แล้วហើយឯងជានរណាគេមកទីនេះធ្វើអីយើងគឺជាចៅយើងគឺមកលួចគោនឹងហើយចង់លួចគោឯងមិនខ្លាចប៉ូលីសចាប់ទេខ្លាចអីប៉ូលីសយើងគឺជាចៅលំដាប់ VIP មិនមែនជាចៅកំពេកកំពុកដោយអង្គរកំប៉ុងឯណាឯងឆាប់ចេញទៅកុំឲ្យយើងខឹងតន់ចាំយើងបន្តិចសិនមកតោះប្រូយើងទៅយីអាលវ៉ាកាយើឯងយកកូនគោមកធ្វើអីបើមេគោមិនប្រើមកខ្ញុំក៏យកកូនគោមកហ្មងទៅយើងមិនមែនឲ្យឯងទៅហៅមេគោមកទេគឺយើងឲ្យឯងទៅលួចគោបើអញ្ចឹងឯងចាំយើងនៅទីនេះហើយទុកយើងគឺជាអ្នកចាប់ការម្ដងលោកប៉ូលីសវានឹងហើយជាចៅលួចគោណែអាក្អូនចុំកដុំឆាយបងកាប់ឆាឯងនៅទីនេះធ្វើអីឯងជាចៅមែនទេខ្ញុំមិនមែនជាចៅទេលោកប៉ូលីសបើមិនមែនជាចៅគឺជាស្អីគេវិញយើងកំពុងឃើញឯងលួចគោគេខ្ញុំមិនមែនជាចៅទេខ្ញុំគឺជាជំនួយការចៅតាលោកប៉ូលីសយីអានេះដូចតែគ្នានឹងមិនបាច់និយាយច្រើនទេទៅប៉ុស្តិ៍ប៉ូលីសជាមួយយើងឲ្យរៀងថ្ងៃក្រោយកុំចង់មកលួចគោទៀតចចកខ្មៅទទួលបានអត់ខ្លាសហើយចចកខ្មៅខ្លាសហើយចចកខ្មៅទទួលបានចចកខ្មៅទទួលបានតើមានរឿងអីហ្នឹងមានរឿងអីគ្នាចង់នាំឯងមកនេះហ្នឹងចង់ហៅឯងមកដាក់ទ្រូហ្នឹងបាទគ្នាពីរនាក់អញ្ចឹងទេហើយឡើយនេះឯងនៅណាវិញចុះនៅកន្លែងចាស់ហ្នឹងកន្លែងយើងអង្គពើស៊ីថ្ងៃមុនហ៎ឯងឆាំមកលឿនមកអូខេទទួលបានមិត្តអញ្ចឹងចាំគ្នាប្រញាប់ទៅអាចកគ្នាមកដល់ហើយមិនក៏ឯងយូរម៉េចគ្នាអង្គុយចាំឯងឡើង2ម៉ោងហ្នឹងគ្នាមានការរវល់តិចហ្នឹងចុះឯងចង់នាំយើងទៅដាក់ទ្រូនណាវិញពួកយើងទៅស្រែខាងលិចភូមិហ្នឹងយីអានេះលើគេល្បីថានៅស្រែខាងលិចភូមិហ្នឹងមានខ្មោចលងឯងជឿថាមានខ្មោចដែរមែនគ្នាមិនជឿទេតែបើសិនជាជួបខ្មោចគ្នាមានបាលីដេញខ្មោចអីគេឯងចេះបាលីដេញខ្មោចទៀតអាហ្នឹងបាលីហ្នឹងមិនវិញបាលីហ្នឹងគេសុនចេះអាការម៉ៃទីងកងសូតែប៉ុណ្្នឹងខ្មោចវាខ្លាចរត់ទៅបាត់ហ្មងបើអញ្ចឹងតោះយើងទៅប្រៃនៅទីនេះដូចជាស្ងាត់ល្អម៉េះវ៉ៃថ្ងៃនេះគឺជាថ្ងៃដែលពេញបរមីទៀតរឹកទៅដាក់ទ្រូងទីសិនល្បីថាស្រែនៅម្ដុំហ្នឹងល្បីកូនត្រីច្រើនណាស់យីនៅក្នុងព្រៃជ្រៅមិនក៏មានស្រីស្អាតអង្គុយម្នាក់ឯងចឹងរឹកអស់ប្រទះឈើងាប់ហើយតើនេះម្នាងចាបងតាយីវាយសិតបងតាទៀតចៅអូនអង្គុយកណ្ដាលព្រៃតែម្នាក់ឯងចឹងអត់ខ្លាចខ្មោចលើងទេខ្លាចអីបើអូនគឺជាខ្មាស់ហើយនឹងច្រឡំខ្លាចអីបើផ្ទះអូននៅម្ដុំនឹងហើយបងតាសូមបងមករកអូនមកអាចកនិយាយចឹងពួកយើងដាក់ទ្រុំម្ដុំនឹងមែនយើងដាក់នៅនឹងទៅល្បីថានៅនឹងមានត្រីច្រើនបើអញ្ចឹងយើងបំបែកគ្នាដាក់បើអញ្ចឹងគ្នាទៅដាក់នៅស្រែខាងនោះដាក់នៅនឹងហីប្រហែលជាមានត្រីច្រើនហីចំស្អីគេនោះអាបខ្ញុំមានបាលីដេញអាបតាការ៉ាម៉ៃទីងកងមិនក៏វាមិនខ្លាចអញ្ចឹងឬក៏បាលីនេះដេញបាននៅខ្មោចទេនៅបានទេទៅហើយកន្លែងនេះមើលទៅដូចជាមានត្រីច្រើននេះខ្ញុំគួរទៅដាក់នៅហ្នឹងឯងកំពុងតែធ្វើអីនឹងប្រូភ្នែកមានមិនចេះមើលទេខ្ញុំកំពុងតែដាក់ទ្រូហ្នឹងចំពីណាគេសួរខ្ញុំហ្នឹងប្រហែលចောက်វាមកវិញមើលទៅខ្មោច
ơi mẹ ơiជួយកូនផង អឺ ចោអញកំពុងរកកិច្ចពីអីហ្នឹង គ្នាកំពុងរកកិច្ចពីអាបហ្នឹងណាចុះមិនបានចាអញយំអញ្ចឹង គឺខ្មោចឡើងគ្នាហ្នឹងអេចោអញមើលក្រែក្នុងអញទៅ ខ្មោចម៉ាមីហានោះគឺជាតាអឿនតា ហើយតាអឿនតាក៏កាត់អីហ្នឹងមិនក៏គាត់នៅជួលលើដើមឈើអញ្ចឹង គាត់ប្រហែលជាត្រូវសណ្ដំខ្មោចទេនោះវាគឺជាព្រាយក្រឡាភ្លើង តាយើងគួរជួយតាអឿនមិនទៅ យើងគឺមានវិធី អេឯងចង់ធ្វើអីហ្នឹង យ៉ា អេតាអឿនធ្លាក់មកហើយ មិនអីតាមិនអី អាពីរនាក់តើមានរឿងអីហ្នឹង អូតាទៅព្រាយក្រឡាភ្លើងសណ្ដំហ្នឹង វាមកហើយរត់ ចាំគ្នាផង លីហាលមានរសជាតិឈ្ងុយឆ្ងាញ់លីហាអើយលីហាលបែបថៃលីហាលយើងខ្ញុំញ៉ាំហើយសុខភាពល្អក្មេងជាងវ័យអ្នកមិនទាន់មានប្តីក៏ញ៉ាំបានដែរ បងប្រុសបងលោកអីហ្នឹងលេតែបែបថៃ អូអ្នកនាងខ្ញុំកំពុងទៅលក់លីហាបែបថៃហ្នឹងណាតើអ្នកនាងចង់ទៅញ៉ាំទេ លាបែបថៃមិនទៅខ្ញុំដូចជាមិនដែលលីទេ អូអ្នកនាងលានេះខ្ញុំទើបតែបង្កើតឡើងហ្នឹងបើអញ្ចឹងអ្នកនាងសាទិញមួយកំប៉ុងយកទៅញ៉ាំទៅខ្ញុំធានាថាឆ្ងាញ់គ្មានពីរទេ មិនអីទេខ្ញុំមិនចង់ញ៉ាំបែបថៃបែបអីទេ ឈប់សិនអ្នកនាងជួយទិញលាខ្ញុំមួយកំប៉ុងសិនទៅអូចប់ហើយទៅបាត់ស្រីស្អាតផង អេអាសង្ហាឯងមើលទៅគេលក់អីហ្នឹងហ៎ អេគេលក់ភីហ្សាទេដឹងហ៎ យីអានេះគេដាក់លាហាបែបថៃប៉ុណ្ណាណីលក់ភីហ្សាអីហ៎ អេបងប្អូនទាំងពីរចង់ទិញលាបែបថៃទេ អេអាសង្ហាអញថាអ្នកលក់ហ្នឹងខ្មែរទេមិនក៏ទៅលក់លាបែបថៃវិញហ៎ រឿងហ្នឹងគ្នាមិនដឹងហ៎ បងនិយាយថាលាហានេះបងទិញមកពីថៃមែនអីបងខ្ញុំដូចជាអត់សាច់ជាសោះនេះ អូអូនពីរនាក់តាមពិតទៅលានេះមិនមែនបែបថៃទេគឺលាខ្មែរយើងតាអញលាខ្មែរទេអញ្ចឹងមិនក៏បងដាក់បែបថៃអញ្ចឹងតាមពិតទៅបងដាក់នេះដើម្បីយកភាពតាក់ទាញទេព្រោះតែមនុស្សយើងឥឡូវនេះគេចូលចិត្តតែរបស់ដែលនាំចូលពីក្រៅប្រទេសមកហ្នឹងណាហើយអូនពីរនាក់ឯងសួរបងមួយថ្ងៃហើយជួយទិញបងអត់ មិនដែរសង្ហាចង់ទិញអត់បើអញ្ចឹងជួយទិញគាត់ម្នាក់មកកំប៉ុងទៅ ហ្នឹងហើយបងបើអញ្ចឹងជួយដាក់ឲ្យពួកខ្ញុំពីរកំប៉ុងមក លីហាលអើយលីហាលបែបថៃ លក់អីគេហ្នឹងអាវ៉ាលឺតែលីហាបែបថៃអ៊ំមិនដែលលឺសោះ អូខ្ញុំលក់លីហាបែបថៃហ្នឹងអ៊ំសាក់ទិញភ្លូសាមើលទៅដឹងតែជួយចិត្តមិនខាននោះទេ ឯងមិនបាច់មកកុហកយើងទេណាយើងដឹងហើយថានេះមិនមែនជាលៀបបែបថៃទេគឺជាលៀបខ្មែរយើងនឹង ហើយមិនក៏អ៊ំបានដឹង មិនថាយើងមិនដឹងបើអ្នកបោះដុំលៀបឯងនោះគឺជាប្រពន្ធរបស់យើង អូតាមពិតអ្នកបោះដុំមកខ្ញុំគឺជាប្រពន្ធអ៊ំសោះ ពិតមែនហើយយើងគិតថាឯងមិនបាច់ដាក់លៀបបែបថៃចឹងទេណា បើខ្ញុំមិនដាក់អញ្ចឹងទេលោកមិនដាច់ទៅអ៊ំ វាមិនដែរទេសំខាន់ឲ្យតែឯងធ្វើឆ្ងាញ់ដឹងតែមានអ្នកទិញហើយ ពិតមែនហើយអ៊ំនិយាយនេះពិតជាត្រូវម្យ៉ាងដែរបើអញ្ចឹងខ្ញុំឈប់លក់លីហាបែបថៃហើយខ្ញុំលក់ខ្ចៅបែបថៃវិញ ដដែលហ្នឹងហ៎ អូច្រឡំលក់បែបខ្មែរវិញ ធ្វើអញ្ចឹងទៅវាត្រឹមត្រូវណាយើងជាខ្មែរត្រូវជួយលើកដង្កើងហូបខ្មែរទៅ បាទអ៊ំគំនិតអ៊ំពិតជាត្រឹមត្រូវណា